ថតអំវីរៀបការនឹងបុរសផ្សេងគូស្នេហ៍ភេទដូចគ្នាលីអ៊ីវ៉ាន់ធីណាប្រចាំខ្លាំងខណៈតារាចម្រៀងកូនកាត់ចិនលីអ៊ីវ៉ាន់ធីណាថតអំវីចម្រៀងរៀបការជាមួយតារាសម្ដែងម្នាក់បានធ្វើឲ្យគូស្នេហ៍ភេទដូចគ្នារបស់ខ្លួនមានការប្រចាំជាខ្លាំងជាមួយគ្នានោះលីអ៊ីវ៉ាន់ធីណាក៏បានបង្ហោះរូបថតរួមជាមួយនឹងវីដេអូខ្លីដែលនាងក្នុងបទចម្រៀងនោះដោយរំលេចពាក្យពេចន៍មួយឃ្លាថាគ្មានតូចការចេញហើយឆ្នាំនេះព្រមទាំងឃើញតារាចម្រៀងកូនកាត់ចិនលីអ៊ីវ៉ាន់ធីណារៀបរាប់បែបនេះបានធ្វើឲ្យគូស្នេហ៍ភេទដូចគ្នារបស់ខ្លួនមិនសប្បាយចិត្តប៉ុន្មានទេបើតាមអ្នកស្និទ្ធជាមួយលីអ៊ីវ៉ាន់ធីណាបានបង្ហាញប្រាប់ថាគូស្នេហ៍នេះមានការប្រច័ណ្ឌជាខ្លាំងនៅពេលឃើញនាងថតឈុតឆាកបែបនេះតែទោះជាយ៉ាងណាអ្នកគាំទ្រជាច្រើនបាននិយាយថានេះគ្រាន់តែជាឈុតឆាកក្នុងការថតបទចម្រៀងប៉ុណ្ណោះកន្លងមកតារាចម្រៀងកូនកាត់ចិនលីអ៊ីវ៉ាន់ធីណាធ្លាប់បានរៀបរាប់ពីចំណងស្នេហារបស់ខ្លួនថាអ្នកនិងគូស្នេហ៍បានស្រឡាញ់ចូលចិត្តគ្នាខ្លាំងការប្រចាំតែងតែមានប៉ុន្តែគាត់ជាមនុស្សមានហេតុផលជើងស្រឡាញ់គ្នាចិត្តនឹងគ្នានិងប្រឹងប្រែងធ្វើការរកស៊ីរកលុយជាមួយគ្នាច្រើនឆ្នាំហើយចំពោះរឿងរៀបការគឺធ្លាប់គិតដែរតែមិនទាន់ដល់ពេលវេលា